ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃទី26ខែតុលាឆ្នាំ2025បាននាំកម្ពុជានិងថៃចូលតុបញ្ចប់ជម្លោះដោយបានធ្វើជាសាក្សីនៃការចុះហត្ថលេខារវាងលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃលោកអនុទីនឆានវីរៈគុលលើសេចក្តីថ្លែងការណ៍រួមឬហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរនៅប្រទេសម៉ាឡេស៊ីពិធីចុះហត្ថលេខាដែលរំពឹងថាជាទីបញ្ចប់នៃវិបត្តិព្រំដែនដ៏អូសបន្លាយរបស់គូទំនាស់ក្បែរខាងទាំងពីរក៏មានវត្តមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមផងដែរប៉ុន្តែមិនមានតំណាងចិននោះទេក្រោមកិច្ចព្រមព្រៀងសន្តិភាពដែលមានហត្ថលេខីរបស់កម្ពុជានិងថៃជាភាគីចំនួននិងម៉ាឡេស៊ីនិងអាមេរិកជាភាគីសាក្សីកម្ពុជានិងថៃបានឯកភាពលើជំហានបន្ទាប់មួយចំនួនដើម្បីបញ្ចប់ជម្លោះព្រំដែនក្នុងនោះរួមមានទាំងការបដិញ្ញាបញ្ជាការប្រើកម្លាំងដោយបន្តដោះស្រាយបញ្ហាសេសសល់ដោយសន្តិវិធីដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនក្រោមការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អនុវត្តការដោះមានមនុស្សធម៌នៅតំបន់ព្រំដែនបោះបង្គោលព្រំដែនដោយសន្តិវិធីដោយពិនិត្យឡើងវិញនៅតំបន់ដែលបានបោះបង្គោលរួចនិងពន្លឿនការងារដែលនៅមិនទាន់បានព្រមព្រៀងគ្នានិងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតឬបង្កបញ្ហានានាដើម្បីលើកកម្ពស់ការសន្ទនាស្ដារទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមកលោកត្រាំបានចាប់ទុកជំនួបចុះហត្ថលេខានេះគឺជាជ័យជំនះជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពលោកលើកឡើងថាតាមរយៈកិច្ចព្រមព្រៀងនេះទាហានកម្ពុជាចំនួន18នាក់ដែលត្រូវបានឃុំឃាំងនៅប្រទេសថៃអស់ពេលជាង3ខែនឹងត្រូវបានដោះលែងសម្រាប់រាជធានីភ្នំពេញនិងទីក្រុងបាងកកការបដិញ្ញារបស់នាយករដ្ឋមន្ត្រីទាំងពីរចំពោះសន្តិភាពនៅចំពោះមុខលោកដូណាល់ត្រាំនាំមកនៅក្តីសង្ឃឹមនៃស្ថិរភាពការស្ដារឡើងវិញនៅទំនាក់ទំនងការទូតសេដ្ឋកិច្ចនិងសង្គមក្រោយការប៉ះទង្គិចគ្នាចាប់តាំងពីការប្រយុទ្ធបង្ហូរឈាមនៅខែកក្កដាឆ្នាំ2025លោកកិនភៀប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាសង្ឃឹមថាក្រោមវត្តមានរបស់លោកដូណាល់ត្រាំជាសាក្សីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរនេះនឹងមានប្រសិទ្ធភាពជាងមុនខ្ញុំរស់សុធាពី News Today NTTV